Ok. សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានលំហាត់ probability មួយដកស្រង់ចេញពីវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ2018មុននឹងយើងទៅកណនីយើងមកមើលប្រធានលំហាត់សិនថាតើគេប្រាប់អ្វីហើយនឹងគេសួររកអីគេអញ្ចឹងយើងទៅអានប្រធានទាំងអស់គ្នាដោយក្នុងប្រធានលំហាត់របស់គេហ្នឹងគឺបាននិយាយថាក្នុងចានមួយមានឃ្លីពណ៌សចំនួន2ឃ្លីពណ៌ក្រហមចំនួន4ហើយនិងឃ្លីពណ៌ខៀវចំនួន4ដូចគ្នាហើយគេចាប់យកឃ្លី3ព្រមគ្នាដោយចៃដន្យអញ្ចឹងគេឲ្យយើងរកប្របាបនៃព្រឹត្តិការណ៍ A ដែលឃ្លីទាំង3ជាឃ្លីពណ៌ក្រហមចានេះជាព្រឹត្តិការណ៍ទី1ព្រឹត្តិការណ៍ B យ៉ាងតិចបាទខ្ញុំគូខាងក្រោមនេះពាក្យថាយ៉ាងតិចមានអត្ថន័យយ៉ាងណាអញ្ចឹងយើងចាំមើលទាំងអស់គ្នាអញ្ចឹងយ៉ាងតិចមានឃ្លី2ដែលមានពណ៌ខៀវហើយនឹងព្រឹត្តិការណ៍ C គឺឃ្លីទាំង3មានពណ៌ខុសគ្នាអញ្ចឹងមុននឹងយើងទៅដោះស្រាយប្រធានលំហាត់ហ្នឹងទោះតែបងប្អូនទាំងអស់គ្នាយល់ពីវាហើយអាចបានអាចដោះស្រាយបានអញ្ចឹងវិធីសាស្ត្រក្នុងការយល់គឺយើងអាចធ្វើលើกระดาษព្រាងយើងគូសសន្មតលេងឧទាហរណ៍ថាខ្ញុំគូសរូបបែបនេះមួយមកខ្ញុំចាត់ទុកថានេះគឺជាចានមួយដែលមានឃ្លីដូចគេដែលគេបានតាំងគឺគេមានឃ្លីពណ៌សចំនួន2អញ្ចឹងខ្ញុំទៅសេ2ពណ៌សគឺអក្សរអង់គ្លេសមកពាក្យថា W ណាតាំងដោយ W ចុះនេះបាទមានឃ្លីពណ៌ស2ឃ្លីពណ៌ក្រហម4អញ្ចឹងខ្ញុំតាំងដោយ 4 អបានន័យថាឃ្លីពណ៌សមាន4ហើយនឹងមួយទៀតគឺឃ្លីពណ៌ខៀវហ្នឹងក៏មាន4ដូចគ្នាអញ្ចឹង4B អូខេអញ្ចឹងបន្ទាប់ពីយើងបានគូសបែបហ្នឹងយើងពិនិត្យមើលថាតើនៅក្នុងចានហ្នឹងមានឃ្លីទាំងអស់ប្រមាណគិតបន្តិចមើលអូខេអញ្ចឹងក្រោយពីយើងគិតយើងឃើញថាយើងចូលឃ្លី2នេះបូកជាមួយ4នេះបូកជាមួយ4នេះទៅយើងឃើញថាអូវាមាន10ឃ្លីអូខេអញ្ចឹងក្នុងចានហ្នឹងគឺមានទាំងអស់គឺ10ឃ្លីអូខេអញ្ចឹងយើងមកមើលថាតើគេចាប់យកឃ្លីយ៉ាងម៉េចដែរអញ្ចឹងដោយសារគេប្រើពាក្យថាគេចាប់យកឃ្លីហ្នឹងព្រមគ្នាអញ្ចឹងព្រមគ្នាតែយើងប្រើបន្សំឬក៏ចម្លាស់អញ្ចឹងយើងសូមចាំទាំងអស់គ្នាពាក្យថានៅពេលដែលយើងចាប់យកព្រមគ្នាចាប់ម្ដងទាំង3គឺយើងប្រើបន្សំគឺតាំងដោយរូបមន្ត C បានន័យថាបន្សំនៃ N យក R បាទនេះគឺជារូបមន្តនេះគឺជាការសរសេរបន្សំអញ្ចឹងអ្វីដែលយើងត្រូវចងចាំតើរូបមន្តអីខ្លះដើម្បីយើងអាចដោះស្រាយលំហាត់នេះបានអញ្ចឹងទី1យើងទាំងអស់គ្នាត្រូវដឹងថាតើរូបមន្តបន្សំនេះស្មើអីគេបាទបន្សំនៃ N យក R នេះស្មើអីឬក៏យើងនិយាយតាមអក្ខរក្រមអង់គ្លេសគឺ N យក R ណាអញ្ចឹងរូបមន្តវាគឺស្មើនឹង N factorial នៅលើ N ដកA factorial កូន A factorial ហើយនឹងរូបមន្តប្រូបាបឧទាហរណ៍ប្រូបាបនៃព្រឹត្តិការណ៍ A គឺយើងយកចំនួននៃករណីស្របបានន័យថាចំនួនករណីស្របនៃព្រឹត្តិការណ៍ A ហ្នឹងចែកឲ្យចំនួននៃករណីអាចទាំងអស់អញ្ចឹងបានន័យថាដើម្បីយើងរកប្រូបាបបានយើងត្រូវរកចំនួនករណីអាចឲ្យឃើញបន្ទាប់មកទៀតយើងរកករណីស្របហើយយកវាមកចែកគ្នាអូខេអញ្ចឹងយើងចាប់ផ្ដើមទី1យើងសរសេរដំណោះស្រាយសិនបាទករណីអាចចំនួនករណីអាចរបស់យើងបាទយើងត្រូវរកវាសិនចំនួនករណីអាចអូខេយើងទៅមើលសិនតើចំនួនឃ្លីសរុបយើងមានប្រមាណដោយសារតែយើងប្រើពាក្យថាដោយសារណាដោយឃ្លីសរុបបាទដោយឃ្លីសរុបមាន2បូក4បូក4 2បានន័យថាពណ៌ស2ពណ៌ក្រហម4ហើយនឹងពណ៌អីគេពណ៌ខៀវណាពណ៌ខៀវអញ្ចឹងវាស្មើនឹង10អីហ្នឹងបាទគឺ10ឃ្លីហើយយ៉ាងម៉េចទៀតគេចាប់យកឃ្លី3ព្រមគ្នាបាទគេចាប់យកឃ្លី3ព្រមគ្នាដោយចៃដន្យអញ្ចឹងដោយចៃដន្យទៀតមិនមែនន័យថាមិនមែនគេទៅចាប់វាដោយមិនមើលឃើញអីទាំងអស់វាប៉ះតាណាគឺយកអាហ្នឹងបាទអញ្ចឹងនោះចំនួនករណីអាចគឺនោះចំនួនអញ្ចឹងដោយសារតែគេចាប់យកឃ្លី3ព្រមគ្នាចេញពី10ឃ្លីអញ្ចឹងមានន័យថាNS របស់យើងបាទ NS របស់យើងគឺស្មើនឹងបន្សំនៃ10យក3អញ្ចឹងបើយើងកលេចទៅមើលរូបមន្តរបស់យើងប្រើរូបមន្តខាងស្ដាំដៃនេះតាបើរូបមន្តបន្សំនៃ N យក A នេះគឺយើងប្រើរូបមន្តនេះមកបាទអញ្ចឹងយើងទទួលបានដោយសារតែនេះជា N គឺជាចំនួនធាតុសរុបណាចំនួនសរុបចំណែក3នេះគឺជា A អញ្ចឹងយើងបាន10 factorial នៅលើគេគ្នាគឺនៅលើ3 factorial ដោយសារតែ10ដក3សំទោស7 factorial ដោយសារ10ដក3គឺស្មើ7 factorial ហើយគុណជាមួយ3 factorial ទៀតអញ្ចឹងចម្លើយរបស់យើងគឺយើងអាចសរសេរបានចេះ
យើងអាចបំបែកបានដោយសារតែ10 factorial ជាធម្មតា n factorial គឺយើងអាចទៅសេថា1គុណ2គុណ3ឬក៏យើងទៅសេពីធំពីទូចទៅធំចេះទៅសេចេះឧទាហរណ៍ថា6 factorial ចាស់យើងអាចសេថា6គុណ5គុណ4គុណ3គុណរហូតដល់1អូខេអញ្ចឹងឧទាហរណ៍បើសិនជាខ្ញុំចង់ទៅសេថាឲ្យចេញ6គុណ5អញ្ចឹងវានៅសល់4គុណ3គុណ1អញ្ចឹងវាចូលរូបមន្ត factorial ទៅដែរអញ្ចឹងខ្ញុំអាចទៅសេថា4 factorial បានឃើញទេអញ្ចឹងខ្ញុំអាចបង្កើតទម្រង់ factorial នៅក្នុងដើម្បីជាពហុគុណបង្កើតបានទៅជា factorial មួយទៀតអញ្ចឹងដូចគ្នាដែរចំពោះលេខ10នេះខ្ញុំអាចទៅសេថា10ខ្ញុំអាចទៅសេធ្វើម៉េចឲ្យវាចេញ7 factorial នៅក្នុងហ្នឹងដើម្បីសម្រួលជាមួយអាធាតុខាងក្រោមនេះអញ្ចឹងខ្ញុំអាចទៅសេថា7 factorial គុណជាមួយ8គុណជាមួយ9គុណជាមួយ10ណាហើយ7 factorial ខ្ញុំសម្រួលចោលបានអញ្ចឹងចម្លើយរបស់យើងគឺនៅខាងលើហ្នឹងគឺបានន័យថាយើងអាចទៅសេថាខ្ញុំជិះចិត្តទៅសេពីធំទៅតូចណាអញ្ចឹងខ្ញុំទៅសេ10គុណ9គុណ8ដូចតែគ្នាណាផលគុណមានលក្ខណៈត្រឡប់អាហ្នឹងណាអញ្ចឹងនៅលើប៉ុន្មាននៅលើ3គុណ2គុណ1យើងក៏លេខទៅមើលដែរដោយសារតែឥឡូវខ្ញុំឃើញក្នុង TikTok គេនិយាយគ្នាពីរឿងប្រើរូបមន្តហ្នឹងដែរអញ្ចឹងគ្នាយើងអាចប្រើវិធីរបស់គេក៏បានដែរដោយវិធីគិតរបស់គេហ្នឹងគឺគេអាចគេមើលទៅលើជូរដែលគេចាប់បាទជូរដែលគេចាប់ចេញធាតុប្រមាណដែលគេចាប់ចេញឬធាតុ3ដែលគេចាប់ចេញអញ្ចឹងយើងបើធាតុ3ចាប់ចេញមានន័យថាយើងយកអាលេខ10ហ្នឹងទៅគុណចុះ10ចុះគុណចុះហ្នឹងតាមចំនួនធាតុដែលគេចាប់ចេញឧទាហរណ៍អាហ្នឹង3អញ្ចឹង10ត្រូវគុណថយចុះ3ដងអញ្ចឹងមាន10មាន9មាន8អញ្ចឹងតែ3បើហ្នឹង4គឺ10គុណ9គុណ8គុណ7ព្រោះណាហើយ3 factorial ក្រោមហ្នឹង3បើន័យគុណចុះថយ3ដងដូចគ្នាថយចុះម្ដងចំនួន3ដងអញ្ចឹង3គុណ2គុណ1បើហ្នឹង4គុណ3គុណ2គុណ1អញ្ចឹងណាបាទអញ្ចឹងវិធីហ្នឹងក៏លឿនដែរប៉ុន្តែវាហានិភ័យត្រង់ថាបើសិនជាគេឲ្យយើងដោះស្រាយសមីការជាប់ n នៅក្នុងបន្សំអាហ្នឹងហានិភ័យសម្រាប់អ្នកអត់ចេះរូបមន្តនេះបាទប៉ុន្តែបើយើងចង់លឿនគិតតាមវិធីនោះក៏បានបាទអញ្ចឹងអានេះយើងអាចប្រើរូបមន្តហ្នឹងទៅគណនាទៅគឺឃើញ120បាទអញ្ចឹងគណនាខ្លួនឯងគិតមិន120គិតមិនស្រួលបាទយើងយក8ទៅសម្រួលជាមួយ2មកយើងនៅសល់4អញ្ចឹងគុណឲ្យចែកមកណាចានេះយើងអាចសម្រួលអញ្ចឹងមកខ្ញុំសម្រួលឲ្យមើលណាវានេះ8ចែក2ទៅបាន4អញ្ចឹងនៅសល់10គុណ9គុណ4ទៅ3អូអានេះ9ជាមួយ3នេះសម្រួលទៅឃើញប៉ុន្មានចានេះឃើញវិធីគុណសុទ្ធណាចានេះសម្រួលទៅវាបាន10 9ចែក3បាន3 8ចែក2បាន4អូខេអញ្ចឹង3 4ដង12គុណ10 120ត្រូវណាអញ្ចឹងមានន័យថាចំនួនករណីអាចបានយើងបានរកឃើញហើយគឺ NS របស់យើងគឺស្មើនឹង120អញ្ចឹងនៅពេលយើងរកចំនួនករណីអាចហើយគុំតន់អោយើងមិនទាន់ធ្វើចប់លំហាត់នេះទាំងអស់នោះទេអញ្ចឹងយើងត្រូវទៅរកប្រូបាបម្ដងណាអូខេអញ្ចឹងរកប្រូបាបបាទនៃព្រឹត្តិការណ៍អញ្ចឹងយើងទៅមើលប្រធានលំហាត់របស់គេបាននិយាយថាអានជាអីជាង A គឺជាឃ្លីទាំង3ដែលមានពណ៌ក្រហមពិសេសបាទព្រឹត្តិការណ៍ A របស់យើងបាទព្រឹត្តិការណ៍ A របស់យើងគឺមានន័យថាឃ្លីទាំង3មានពណ៌ក្រហមអញ្ចឹងឃ្លីទាំង3មានពណ៌ក្រហមតើចំនួនករណីស្របវាមានប្រមាណករណីអញ្ចឹងដូចយើងនិយាយគ្នាតាំងពីដើមមកគឺយើងត្រូវប្រើរូបមន្តនេះដើម្បីយើងគណនាអញ្ចឹងអត់អញ្ចឹងយើងត្រូវរក NA ឲ្យឃើញតើចំនួនករណីស្របរបស់វាគឺប្រមាណ NA មានន័យថាចំនួនករណីស្របអញ្ចឹងដោយសារតែយើងចង់បានហ្នឹងប្រាថ្នាចង់បានគឺពណ៌ក្រហមអញ្ចឹងយើងទៅមើលថាតើនៅក្នុងចានរបស់យើងពណ៌ក្រហមមានប្រមាណឃ្លីពណ៌ក្រហមមានប្រមាណឃ្លីគឺមានចំនួន4ឃ្លីនេះបាទមានចំនួន4ឃ្លីអញ្ចឹងបើសិនជាមានចំនួន4ឃ្លីតើគេចាប់ប្រមាណឃ្លីចេញគេចាប់3ឃ្លីចេញហើយគេចាប់ព្រមគ្នាចេញពីក្នុង4ហ្នឹងអញ្ចឹងតើយើងប្រើរូបមន្តអីមិនរូបមន្តបន្សំដូចមុនដែរអញ្ចឹងអត់អញ្ចឹងយើងទទួលបានគឺថាn អីគេគឺ NA របស់យើងគឺស្មើនឹងបន្សំនៃ4យក3អញ្ចឹងបន្សំនៃ4យក3ចម្លើយរបស់វាគឺ4អញ្ចឹងរូបមន្តរបស់យើង
lẽ khả năng bảo cái bà sân chỉ ấn bên xong này ấn do ấn đỏ muối trứng chấm lại bảo với cứ ấn cho nên chạm tục tới nè hay bà sân chìm trong chạm tới bà ra rùm muốn mạnh chơi rùm muốn mạnh nhất nè do một kiện nia về tới thấy chấm ở miền Tây là tầm này đấy nè nông ca dương kiện nia về chứ ngày chứ mà sẽ dương chạm cái bùn là lớn dương được xe năng tới vì chấm đánh P về liền ok dương tôi bán cho nón cả này sọp hại chứng chùm hiên mình top cái dương từ kẹo rồi ní pro bạc chứng pro bạc này tất cả á cứ dương tàng đòi phi này á smart kế bà cứ smart nắng ăn á nửa lớn ăn bạn chứng ơi dương cho nó cho là tem đòn máu cứ ăn á và dương cứ bùn á chứng bùn là lợi kế ăn ice dương cứ mà đôi mà phải ba mà đôi mà phải tam bắt tới miền Việt thi mỗi tết để dân kịch lệ hay sầm rô lớn đó nè Việt thi kịch lệ sầm rô lớn cứ nè về để dân đâu cả này á cứ dân nè miền pha côn nè chẳng ngót bà chứ pha côn nó cứ miền Bà Giảo trẻ miền Bà Giảo nè về để dân đâu mà đôi mà phải để chia pha côn trẻ đáp côn bấy côn buồn chứ nè về đâu dân Bà Bảy chẳng á dân miền lệ nghi sô mới nông ca sầm rô cho mỗi bọc phía dọc đưa này càng lớn miền lịch buồn chứ là sao tập phao con mà đòi thấy vì miền đập con bấy con buồn chứ này vì miền lịch buồn đại chứ miền này là bà dân sầm rô thì mỗi bốn là nó bốn cái dân là sao ta đập hay nó bay vậy chừng miền này đã đập con bảy chầm lại bao biết cứ môi lơ sàm sập môi là hát để sao đại dân sầm rô buồn ó cứ là sao lịch môi tiền chẳng ở pro bạc bảo biết cứ môi lơ sàm sập ok chẳng trong po tất cả á cứ dân đầu bàn đầu khơi nhái chân dân là ơi được đi máu thả bà được ní pro bám nấy tất cả á bà này tất cả cứ dân tăng đòi bé này á copy này á mà nó muối lửa sàm sập ok chẳng đầm ná bao giờ mình toàn chọc thế cứ dân này rồi pro bát này tất cả bí mười tiền chẳng ta ở tất cả bí dân mà dân nào đại chẳng dân từ mới từ ngọt gì dân ở đó pro bát này tất cả bảy chẳng dân từ mới thà tá tất cả bí dân cái trong bàn này kì cái trong bàn dạng tách miền clip đã miễn bộ kiểu tất cả bí dạng tách miễn khí bí miễn bộ kiểu bản chúng ta dạng tách khí bí miễn bộ kiểu miền này mạch bà miền này dạng nè chẳng ai tên ấy cứ nghĩ sâu tệ bản này thà về miền khiêu bí hay nên mùi tiết nó cứ chỉ bột xèn rồi có vì ai nó chỉ khiêu từng bảy chẳng những ai sẽ thành trẻ chẳng ai sẽ là bảo buồn chọn máu vì ai giờ ấy kế trong giây mấy cứ khiêu pí xèn rất bột xèn nhá nè xèn nhưng mà này là xèn mùi khiêu pí xèn muối rứ khiêu từng bảy bản chứng dân tâm bình định mơ thà tá dân thưa mạch nó phải để chụp tùm rung bạn nào chứng là bây giờ chụp QP xanh mùi chứng bà xin giờ QP dân từ mơ không chan mà dân ta miền Q của bạn chứng bà dân mơ không chan dân cứ miền Q cho nó buồn chứng dân bà bình xóm ta đã chứng ở cứ ăn bi và dân cứ smart cho mùi nó bình xóm nấy buồn dốt bị còn tái dân miền xanh tiết cứ dân vô mùi chứng xanh tiết miền này là vì miền po ấy kế cái đào bị Q cứ miền po có khó mà nó po sò chẳng bên này thà bà bốc choគ្នាtới bùa so pí bùa hòm bún cứ bùa mùi chẳng dân conគ្នាmáu mà nâng ở bùa mùi chẳng ở bên xóm này bùa mùi dốt bên xóm này mùi vô mùi chẳng được xa dân mơ không có lại nít trong ta xây biệt thà rư chẳng bờ rư cứ dân bột trên hồn cả nấy nè choគ្នាchẳng bột chỉ mùi nâng khiêu từng bầy bà này ta để dân chạp tranh máu nó khiêu từng ngọ bà chẳng dân từ mơ không chan mà dân miền khiêu của mán miền khiêu buồn chẳng bà này ta bần xóm
នៃ4យកបន្សំនៃ4យក3អញ្ចឹងបន្ទាប់ពីយើងទៅសេប៉ុណ្ណេះហើយយើងអាចគណនាបានដោយប្រើរូបមន្តខាងលើអញ្ចឹងរូបមន្តរបស់យើងគឺយើងចំនួនចូលមកហើយយើងប្រើវិធីលឿនរបស់យើងមកបាទវិធីលឿនដូចខ្ញុំប្រាប់មុនហ្នឹងណាអញ្ចឹងកុំឲ្យខាតពេកគឺខ្ញុំទៅសេយកតែម្ដងគឺប្រហែល4គុណ3បាទ4គុណ3លើ2ណាគុណឲ្យ6ដោយសារ6យក1ណាបាទ6យក1ហើយបូកឲ្យបាទអញ្ចឹងអានេះយើងទុកមកដុំមកបូកឲ្យ4យក3អញ្ចឹងបន្សំនៃ4យក3គឺ4ណាបាទអញ្ចឹងយើងបូកចូលគ្នាមកគឺឃើញ6គុណ6គឺ36បាទ36អញ្ចឹង36បូក4គឺបាន40អញ្ចឹងមានន័យថាវាមាន40ករណីចំពោះព្រឹត្តិការណ៍ B ហ្នឹងព្រឹត្តិការណ៍ដែលយើងចាប់បានយ៉ាងតិចមានឃ្លី2ដែលមានពណ៌ Q អញ្ចឹងវាមាន40ករណីអញ្ចឹងដំណើរយើងមិនទាន់ចប់ទេគឺយើងត្រូវទៅរកប្រូបាបនៃព្រឹត្តិការណ៍ B មានន័យថា P នៃ B អញ្ចឹងប្រូបាបនៃព្រឹត្តិការណ៍ B គឺវាស្មើនឹងចំនួនករណីស្របនៃព្រឹត្តិការណ៍ B ចែកឲ្យចំនួនករណីអាចបានដែលអាចកើតឡើងទាំងអស់ដែលយើងរកឃើញខាងលើហ្នឹងគឺ120ហើយដូចគ្នាដែលយើងធ្លាប់ជជែកគ្នាគឺយើងប្រើអាផលគុណហ្នឹងមកគិតមកណាបាទប្រើ10គុណ3គុណ4នេះ10គុណ3គុណ4ហ្នឹងយកវាមកគិតមកដើម្បីងាយស្រួលចែកអញ្ចឹងខ្ញុំទៅសេតែម្ដងគឺយើងយក40នៅលើប៉ុន្មានគឺ10គុណ3គុណ4តាមពិតទៅ40ហ្នឹងយើងអាចទៅសេថា4គុណ10បានអញ្ចឹង4សម្រួលជាមួយ4គឺអស់ហើយ10សម្រួលជាមួយ10អស់ហើយអញ្ចឹងចម្លើយរបស់យើងគឺនៅសល់1លើ3អញ្ចឹងយើងទៅសេ1លើ3មកបាទអញ្ចឹងប្រូបាបនៃព្រឹត្តិការណ៍ B របស់យើងគឺចម្លើយ1លើ3អញ្ចឹងយើងទៅសេដូចឆ្នេះអីដូចគ្នាមកដូចនេះបាទដូចនេះប្រូបាបអីចឹងមកណាសេខ្លួនឯងបានអាហ្នឹងគឺដូចគ្នាខាងលើយើងបដូរតែអក្សរមកអក្សរ A ហ្នឹងអក្សរ A ហ្នឹងគឺបដូរមក B មកបាទអញ្ចឹងយើងទៅមើលលំហាត់របស់យើងគឺថាមិនទាន់ចប់ទេយើងនៅមានព្រឹត្តិការណ៍មួយទៀតគឺឃ្លីទាំង3មានពណ៌ខុសគ្នាអញ្ចឹងដោយសារតែវាដដែលស្ដីគ្នាខ្ញុំសូមធ្វើឲ្យលឿនតែម្ដងចំពោះចំណុចហ្នឹងគឺធ្វើយកណាបាទអញ្ចឹងរកប្រូបាបនៃព្រឹត្តិការណ៍ C អញ្ចឹងយើងនិយាយគេនិយាយថាព្រឹត្តិការណ៍ C យ៉ាងម៉េចបាទអញ្ចឹងព្រឹត្តិការណ៍ C យើងគឺចាប់បានឃ្លីទាំង3មានពណ៌ខុសគ្នាណាបាទចាប់បានឃ្លីទាំង3មានពណ៌ខុសគ្នាអញ្ចឹងបើមានពណ៌ខុសគ្នាមានន័យថាម៉េចមានន័យថាយើងចាប់បានពណ៌សមួយហើយទៀតក្រហមមួយហើយនឹងពណ៌ខៀវមួយបានន័យវា3ផ្សេងគ្នាចាបាទអញ្ចឹងគិតគឺដូចគ្នាមុនយើងទៅមើលចំនួនសរុបរបស់យើងតើពណ៌សយើងមានប្រមាណឃ្លីពណ៌សយើងមាន2ឃ្លីពណ៌ក្រហមមាន4ឃ្លីហើយនឹងពណ៌ខៀវមាន4ឃ្លីអញ្ចឹងបានន័យថាយើងយកបន្សំនៃឃ្លីពណ៌សហ្នឹងមាន2ហ្នឹងយកមួយមកបាទហើយដោយសារតែវានៅក្នុងព្រឹត្តិការណ៍តែមួយវាមិនមែនជាករណីផ្សេងទៀតអញ្ចឹងយើងប្រើគុណណាបាទអញ្ចឹងគុណនឹង C នៃក្រហមមាន4អញ្ចឹង4យក1គុណនឹងបន្សំនៃពណ៌ខៀវហ្នឹងគឺ4យក1ដែរអញ្ចឹងអានេះគឺជា NC បានន័យថាគឺជាករណីស្របចំពោះព្រឹត្តិការណ៍ C អញ្ចឹងចម្លើយរបស់យើងគឺស្មើនឹងនេះបន្សំនៃ2យក1គឺ2បន្សំនៃ4យក1គឺ4បន្សំនៃ4យក1នេះក៏4ដែរអញ្ចឹងចម្លើយរបស់យើងគឺគុណគ្នាទៅចេញ32បាទអញ្ចឹងមានន័យថាវាមាន32ករណីអញ្ចឹងដូចគ្នាដែរដែលសារនេះមានគុណស្រាប់អីស្រាប់អញ្ចឹងខ្ញុំសូមឲ្យយើងយកវាមកប្រើមកណាយកវាមកប្រើមកអញ្ចឹងយើងទៅមើលប្រូបាបនៃព្រឹត្តិការណ៍ C គឺវាស្មើនឹង NC នៅលើអញ្ចឹងវាស្មើនឹងប៉ុន្មានបាទ NC យើងគឺ2គុណ4គុណ4ណាខ្ញុំទៅសេអាហ្នឹងដើម្បីងាយស្រួលក្នុងការសម្រួលណាហើយបើសិនជាគ្នាយើងអត់ទៅសេអាហ្នឹងទេយើងទុកអត់សូវបកកាយយើងទុកចម្លើយហ្នឹងតែម្ដងទៅខ្ញុំខ្លាចយើងសម្រួលទៅវា
error ណាតែ error ទៅអំបិលហើយប៉ុន្តែបើសិនតែយើងវាអ្វីអីឆ្លាតហើយគឺយើងប្រើវិធីហ្នឹងសម្រួលទៅណាមួយនៅពេលដែលយើងធ្វើត្រូវទៅគេរកកន្លែងដកយើងវាអត់បានបើសិនជាយើងអត់សម្រួលវាគេចាត់ទុកថាយើងហ្នឹងធ្វើអត់អស់ហើយណាធ្វើអត់អស់ហើយចានេះ4សម្រួលជាមួយ4មកណាហើយនេះ2សម្រួលជាមួយ10គឺនៅសល់5ណាសម្រួលមួយ10ទៅនៅសល់5អញ្ចឹងមានន័យថា4លើ5គុណ3អញ្ចឹងមានន័យថាវាស្មើនឹង4លើ15អញ្ចឹងយកវិធីសម្រួលណាសម្រួលលឿនអញ្ចឹងយើងឆ្លើយដូចគ្នាបាទដូចនេះដូច្នេះអញ្ចឹងមកP នៃ C ឬក៏ P នៃ C ស្មើ4លើអញ្ចឹងសរុបមកវិញសម្រាប់លំហាត់ប្រូបាបយើងត្រូវតែគូសព្រៀងនៅលើกระดาษព្រៀងរបស់យើងគឺយើងត្រូវតែសេវាគូសវាបើគេឲ្យជាស្បោងយើងគូសដូចស្បោងមកដើម្បីយើងងាយស្រួលក្នុងការស្មើសម័យហើយមួយទៀតគឺយើងត្រូវចំណាំពាក្យកលឹះចេះបបែកករណីហើយទៅពេលយើងចេះបបែកវាហើយយើងគណនាវាមកអញ្ចឹងអូខេអញ្ចឹងលោកគ្រូសង្ឃឹមថាវីដេអូហ្នឹងអាចជួយឲ្យបងប្អូនត្រៀមក្នុងការប្រឡងបានកាន់តែល្អហើយជួបគ្នានៅវីដេអូបន្ទាប់ដែលយើងនឹងដោះស្រាយលំហាត់ limit អរគុណ